បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនគ្នាថ្ងៃដែរខ្ញុំបានវិលត្រឡប់មកជួបបងប្អូនសាជាថ្មីទៀតហើយនៅថ្ងៃនេះដែរខ្ញុំបាទក៏មានคลิปវីដេអូថ្មីចង់យកមកបង្ហាញជូនទៅដល់បងប្អូនពីរបៀប scan QR code បាទ Facebook បាទហើយវីដេអូនេះដែរក៏សូមផ្ញើជូនបងប្អូនដែលមានភាពពិបាកក្នុងការ search រកឈ្មោះមិត្តភ័ក្តិឬក៏ឈ្មោះបងប្អូនឯហ្នឹងបងប្អូនក៏អាចប្រើវិធីបាទ scan QR code ដោយបងប្អូនធ្វើការបាទទូទាត់ទឹកប្រាក់ឲ្យគ្នាតាមរយៈកុងធនាគារហ្នឹងគាត់ថាបងប្អូនធ្វើការ scan នៅកុងធនាគារបងប្អូនធ្វើការ scan ប្រទេសទឹកប្រាក់អញ្ចឹងទៅប៉ុន្តែនៅលើ Facebook បងប្អូន scan បាទបែបរកឈ្មោះឬក៏រកមិត្តភ័ក្តិរក friend អញ្ចឹងឥឡូវកុំឲ្យយូរបងប្អូនណាបងប្អូនទៅមើលពីរបៀបបាទ scan QR code នៅលើ account Facebook ហ្នឹងគឺ scan បែបណាអញ្ចឹងទៅទាំងអស់គ្នាបាទในមុខខ្ញុំនេះគឺមានទូរស័ព្ទពីរដើមណាបាទហើយទូរស័ព្ទទាំងពីរនេះមាន account បាទរៀងៗខ្លួននេះជា account Facebook របស់ខ្ញុំលើចូលមកទូរស័ព្ទខាងឆ្វេងសិនដើម្បីទៅបង្ហាញបាទ profile និងឈ្មោះណាអញ្ចឹងចុចពីលើ profile មករួចហើយចេញឈ្មោះបាទហើយនេះជា account Facebook ដែលខ្ញុំទៅបង្កើតបានថ្ងៃមុនហើយអត់ទាន់មាន friend ណាបាទអញ្ចឹងចូលមកលើ account Facebook នឹងមកបាទរួចហើយមើលឈ្មោះបាទខ្ញុំបង្កើតថ្ងៃមុននេះគឺឈ្មោះDarathi បាទអញ្ចឹងខ្ញុំចុចមកកន្លែង home វិញកន្លែងផ្ទះហ្នឹងណាបាទពេលបងប្អូនចង់រកឈ្មោះបាទបងប្អូនចុចកន្លែង search នេះមានអត់ឥឡូវខ្ញុំសាកសិនណាសាកលបងទៅសរសេររកឈ្មោះសុកធីនេះសិនតើពេលខ្ញុំ search រកឈ្មោះសុកធីហ្នឹងតើចេញអត់បាទអញ្ចឹងចុចកន្លែង search រួចហើយសរសេរពីសរសេរឈ្មោះបាទសុកធីបាទសាកលបងសិនណាបាទរួចហើយចុច search ចុចកន្លែង search ខាងក្រោមហ្នឹងបាទនេះបងប្អូនពេលខ្លះចេញពេលខ្លះអត់ចេញទេប៉ុន្តែជាក់ស្ដែងនេះគឺអត់ចេញទេបាទដោយសារតែ Facebook នេះថ្មីបាទហើយមិនថាតែថ្មីបងប្អូន Facebook ចាស់ក៏ដោយប៉ុន្តែឧទាហរណ៍ដូចថាបងប្អូនបានជួបមិត្តភ័ក្តិយូរឆ្នាំដែលអត់មាន friend ជាមួយគ្នាសោះបងប្អូនក៏មិនអាច search រកឃើញតាមបានដែរតើបងប្អូនធ្វើការបាទប្រើមុខងារមួយដែលមានហៅថា scan QR code បាទគឺទើបអាចរកឃើញហើយកម្មវិធី scan QR code នេះគឺ100ទាំង100គឺ scan ទៅនឹងអាចឃើញតែម្ដងណាបាទអញ្ចឹងខ្ញុំចេញទៅវិញទៅសរសេរពាក្យថា QR code បាទអញ្ចឹងខ្ញុំទៅយកទាំង QR code អញ្ចឹងចូលមកទូរស័ព្ទទាំងពីរតែម្ដងណាបាទអញ្ចឹងចុចកន្លែង search ដដែលណាបាទខ្ញុំចូលមកទូរស័ព្ទខាងស្ដាំសិនបាទពេលបងប្អូនចុចមកកន្លែង search កន្លែងប៊ូតុងសរសេរនេះបងប្អូនសរសេរពាក្យថាគ្រាន់តែសរសេរពាក្យថា QR មកហើយបាទ QR បងប្អូនសរសេរពាក្យ QR ចឹងហើយបងប្អូនចុចបញ្ជូនកន្លែង search ខាងក្រោមហ្នឹងបាទនោះនឹងចេញផ្ទាំង QR code នេះបងប្អូនណាបាទផ្ទាំង QR code នេះគេដាក់ថា QR code រួចហើយចុចពីលើ QR code មកបាទនោះនឹងចេញផ្ទាំងកាមេរ៉ាបែបនេះបាទនេះជាផ្ទាំងកាមេរ៉ាទុកគ្រាន់ scan បាទអញ្ចឹងខ្ញុំទុកទូរស័ព្ទនេះសិនបាទទូរស័ព្ទនេះសិនរួចហើយទូរស័ព្ទនេះក៏ចូលមករំងាំទូរស័ព្ទមិញដែររួចហើយចុចកន្លែង search បាទរួចហើយបងប្អូនសរសេរពាក្យថា QR ដូចគ្នាណាបាទ QR មិនថាតូចមិនថាអក្សរតូចអក្សរធំទេបងប្អូនអាចសរសេរបានដូចគ្នាណាបាទអញ្ចឹងខ្ញុំចុចកន្លែង search នេះដើម្បីបញ្ជូនបាទពេលនោះនឹងចេញតម្រងដូចទូរស័ព្ទមិញដែរបាទដូចទូរស័ព្ទខាងស្ដាំដៃហ្នឹងរួចហើយបងប្អូននឹងឃើញថាកូដ QR បាទអញ្ចឹងចុចពីលើផ្ទាំង QR code ទូចមួយហ្នឹងមកបាទនោះនឹងចេញតម្រងដូចគ្នាណាបាទបើសិនជាបងប្អូនចង់ឲ្យទូរស័ព្ទនេះ scan បងប្អូនចុចកន្លែងនេះទូរស័ព្ទនៅខាងស្ដាំដៃដើម្បីឲ្យចេញផ្ទាំង QR code អញ្ចឹងបងប្អូនមើលឃើញនៅខាងលើនេះមានអក្សរពីរជួរណាបាទគេដាក់បងអញ្ចឹងបងប្អូនយកពាក្យថា my code នេះបងប្អូនណាបាទ my code នេះបាទពេលបងប្អូនចុចទៅដោយសារតែកម្មវិធី Facebook ឥឡូវគេអាប់ដេតបាទអាប់ដេតត្រង់ថាពេលបងប្អូនចុចមុនបងប្អូនគ្រាន់តែចុចទៅនោះនឹងឡើងផ្ទាំង QR code បែបនេះប៉ុន្តែឥឡូវបងប្អូនតើធ្វើការចុច share នេះសិនណាបាទចុចអក្សរ share ខាងក្រោមនេះបាទរួចហើយបងប្អូនជ្រើសរើសយកTelegram ឬក៏ Messenger ទៅណាហើយខ្ញុំសូមយក Telegram ណាចុចម្ដងទៀតត2ដងបងណាបាទរួចហើយបងប្អូនយកឈ្មោះណាម្នាក់ដែលបងប្អូនចង់ share ទៅប៉ុន្តែបងប្អូនបាច់ share ទៅទេណាបាទគាត់បងប្អូនចុចពីលើឈ្មោះហ្នឹងមកឧទាហរណ៍ខ្ញុំចុចឈ្មោះកូនេះបាទតែប៉ុណ្្នឹងទៅបងប្អូនធ្វើការចុចព្រួយមានលេខ1ហ្នឹងបាទពេលបងប្អូនចុចទាំងហ្នឹងពេលបងប្អូនចុចកន្លែងព្រួយម្ដងទៀតទើបវាទៅណាប៉ុន្តែបើសិនជាអត់តាន់ចុចព្រួយទេគឺអត់តាន់ទៅទេ
ពេលដែលបងប្អូនអត់ទាន់ទៅអញ្ចឹងនោះនឹងចេញឡើងផ្ទាំង QR code បែបនេះអញ្ចឹងហើយទូរស័ព្ទនេះបងប្អូនបាទទូរស័ព្ទនេះនឹងចេញកាមេរ៉ាបែបនេះបងប្អូនគ្រាន់តែយក scan ពីលើនឹងមកបាទនេះបងប្អូនឡើងពឹបតែម្ដងណាបាទឡើងពឹបឈ្មោះតារាធីបងប្អូនណាអញ្ចឹង Facebook របស់ខ្ញុំគឺឈ្មោះតារាធីបាទអញ្ចឹងចូលមកវិញចូលមក account Facebook មាញ់វិញបាទចូលកន្លែង QR code ហ្នឹងហើយចេញបងប្អូនមើលណាបាទនេះបងប្អូនតារាធីនេះបាទមកដល់ទាំងនេះបងប្អូនចុចកន្លែងពាក្យថាបញ្ចូលមិត្តភ័ក្តិហ្នឹងមកឬក៏ add friend ហ្នឹងបងណាបាទអញ្ចឹងចុចមកនេះឲ្យយើង add friend ជាច្រើនបងណាបាទបងប្អូនជួយតែប៉ុណ្្នឹងទៅទូរស័ព្ទនេះនឹងបាទចូលមកហើយណា friend បាទអញ្ចឹងបងប្អូនចុចកន្លែងរូបនេះពីរហ្នឹងមកនឹងឃើញលេខ1អញ្ចឹងហើយបងប្អូនចុចហ្នឹងមករួចចាំបងប្អូនចុចពាក្យថា confirm ហ្នឹងមកបាទតែប៉ុណ្្នឹងទៅបងប្អូនអាចឆាតទៅរកគ្នាឲ្យបានណាបងប្អូនណាបាទអញ្ចឹងទៅខ្លាចជាមិត្តភ័ក្តិធម្មតាហើយបងប្អូនណាបាទអញ្ចឹងទៅលើទូរស័ព្ទដៃនេះក៏ដូចតែគ្នាបងប្អូនណាបាទបើសិនជាបងប្អូនចង់យកទូរស័ព្ទនេះ scan បងប្អូនគ្រាន់តែចុចទំនំបាញ់មិញមកបាទចុចពាក្យថា QR រួចហើយចុចពីលើផ្ទាំង QR code ទូចមួយហ្នឹងមកបាទរួចហើយទុកឲ្យស្ងៀមបាទលើទូរស័ព្ទនេះបងប្អូនគ្រាន់តែចុចពីលើផ្ទាំង QR code ហើយគេដាក់ថា code QR បាទរួចហើយលើអក្សរខ្មែរគេដាក់ថាបាទលេខកូដរបស់ខ្ញុំបាទរួចហើយបងចុចពីលើហ្នឹងមកប៉ុន្តែនៅលើសាប់ដៃ Oppo គឺខុសគ្នាណាបាទខុសគ្នាត្រង់ថាពេលបងប្អូនចុចចែករំលែកឬក៏ share ហ្នឹងវានឹងចាញ់បាទផ្ទាំង QR code មកតែម្ដងបាទជាងខ្ញុំសាកល្បងមើលហើយលើទូរស័ព្ទដៃ Samsung គឺអត់ទេបងណាគឺខុសគ្នាឥឡូវខ្ញុំសាកចុច share នេះដើម្បីឲ្យចេញផ្ទាំង QR code បាទពេលបងប្អូនចុច share ហ្នឹងចុចពីថា share ឬក៏ចែករំលែកហ្នឹងនោះនឹងឡើងផ្ទាំង QR code នៅខាងលើនេះបាទបងប្អូនមិនបាច់ចុចទៅ Telegram ឬក៏ Messenger ទេអញ្ចឹងហើយបងប្អូនឃើញផ្ទាំង QR code អញ្ចឹងហើយបងប្អូនយកទូរស័ព្ទនេះ scan ពីលើអញ្ចឹងទៅបាទគឺស្រួលមែនតើបងណាបាទវាអត់មានស្មុគស្មាញញ៉ៃច្រើនបងណាបាទអញ្ចឹងទូរស័ព្ទពីរនេះគឺកម្មវិធីតែមួយប៉ុន្តែវាខុសគ្នាត្រង់ថាពេលតែចុចចែករំលែកឬក៏ share ហ្នឹងនឹងឡើងផ្ទាំង QR code មកតែម្ដងបាទអញ្ចឹងវីដេអូរបស់ខ្ញុំក៏អត់មានអីវែងឆ្ងាយតិចដែរហើយវីដេអូរបស់ខ្ញុំក៏ជិតមកដល់ទីបញ្ចប់ហើយមុនឃ្លីបពីបងប្អូនទៅបាទក៏សូមជូនពរបាទជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារកការនិយាយស្ដីរបស់ខ្ញុំមានលើសលួសខ្វះខាតត្រង់ចំណុចណាបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរគុណជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយបាទបាយបាយ